ជំរាបសួរបងប្អូនជនជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសបងប្អូនប្រហែលជាបានជ្រាបបានយល់ហើយថាយើងសប្តាហ៍ថ្ងៃនេះបានបាត់បង់ភាពជាម្ចាស់ប្រទេសហើយទឹកដីមួយនេះបងប្អូនយល់ហើយថាលែងជាកម្មសិទ្ធិរបស់យើងទៀតហើយបងប្អូនមើលតែរឿងរ៉ាវបងប្រុសម្នាក់កាលពីម្សិលមិញគាត់ជាអ្នកផលិតមេតិកាគាត់លើកព័ត៌មានបញ្ហានៅក្នុងសង្គមទូទៅគាត់ជាអ្នកធ្វើអត្ថាធិប្បាយអប់រំនិងចែករំលែកចំណេះដឹងពីការរកស៊ីចុងក្រោយគាត់ដឹងថាខ្លួនគាត់មានឈាមជ័រជាខ្មែរគាត់កើតនៅលើទឹកដីខ្មែរហេតុតែស្រឡាញ់ទឹកដីគាត់ក៏ជ្រុលមាត់និយាយរឿងកោះកុដក្រោយពីការនិយាយរឿងកោះកុដគាត់ត្រូវបានបង្ខំចិត្តចេញវីដេអូសុំទោសជាសាធារណៈឡើងញ័រមាត់អានឹងមកពីមូលហេតុអីបងប្អូនគាត់និយាយនៅលើទឹកដីរបស់ខ្លួនកន្លែងកំណើតរបស់ខ្លួននិយាយអំពីការព្រួយបារម្ភដែលកោះកុដបានបាត់ទៅថៃតែបែរជាគាត់ខុសគាត់សុំទោសហើយនៅលើโลกនេះមានទេគ្រាន់តែយើងនិយាយអំពីទឹកដីព្រួយបារម្ភអំពីទឹកដីតើខុសដែរទេវាអត់ខុសទេក៏ប៉ុន្តែយើងបានបាត់បង់ភាពជាម្ចាស់ប្រទេសទឹកដីមួយនេះលែងជារបស់យើងទៅហើយបានយើងនិយាយមិនបានបើទឹកដីរបស់យើងនៅជាកម្មសិទ្ធិរបស់យើងយើងនិយាយអត់មានអីខុសទេឃើញទេម្សិលមិញបងប្អូនហើយអ្នកដែលខុសហើយប្រវត្តិសាស្ត្រដែលចាឈ្មោះទុកគឺអ្នកដែលដឹកនាំធ្វើឲ្យបាត់បង់ទឹកដីបាត់បង់កោះនោះនឹងហើយប្រវត្តិសាស្ត្រចាទុកចឹងមិនថាបងប្រុសបងប្អូនប្រជាជនខ្មែរយើងនៅតែបន្តនិយាយរឿងទឹកដីរបស់យើងព្រោះយើងមិនចង់ឮពាក្យថាបាត់បង់ភាពជាម្ចាស់ប្រទេសបាត់បង់សិទ្ធិជាម្ចាស់នៃទឹកដីមួយនេះទេបើយើងមិនចង់បាត់បង់សិទ្ធិជាម្ចាស់នៃទឹកដីមួយនេះយើងត្រូវតែនិយាយទាំងអស់គ្នាបើមិនដូច្នោះទេវាសនារបស់យើងបងប្អូនឃើញខ្មែរក្រោមកម្ពុជាក្រោម